តោះយើងមកជួបគ្នាទាំងអស់គ្នាបងប្អូនទាំងអស់គ្នាយើងពិនិត្យមើលនៅថ្ងៃនេះយើងដោះស្រាយសមីការតែដោះស្រាយសមីការតាមម៉ូដដាក់ជាផលគុណកត្តាបងប្អូនណាអញ្ចឹងយើងដាក់ជាផលគុណកត្តាហើយបានយើងឲ្យកត្តានីមួយស្មើ0អញ្ចឹងប្រភេទនៃការដោះស្រាយសមីការយើងមានច្រើនប្រភេទដែរតែឥឡូវខ្ញុំសូមជ្រើសរើសយកប្រភេទដោះស្រាយសមីការតាមដាក់ជាផលគុណកត្តាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចពិនិត្យមើលបន្តិចមកនេះយើងមាន x ការ៉េដក 2x ដក8ស្មើ0អញ្ចឹងយើងត្រូវដាក់កន្សោមនេះជាផលគុណកត្តាតោះពិនិត្យមើលទាំងអស់គ្នាខ្ញុំសូមដាក់នៅកន្លែងនេះឲ្យបងប្អូនមើលនេះ x ការ៉េនៅកន្លែងនេះមកហើយយកដក8ដាក់កដាលហើយយើងយកដក2ដាក់ចុងកន្ទុយហើយនេះមួយទៀតអញ្ចឹងយើងពិនិត្យមើលទាំងអស់គ្នា x ការ៉េដើម្បីចេញ x ការ៉េគឺយើងយក x គុណនឹង x ទៅយើងបាន x ការ៉េដើម្បីចេញ8ដក8តើយើងយកប្រមាណគុណប្រមាណដើម្បីឲ្យវាចេញដក8បងប្អូនយកម៉ាន់បាទយកប្រមាណគុណនឹងប្រមាណឲ្យចេញដក8អញ្ចឹងគឺខ្ញុំសូមយកដក4គុណនឹង2ដក4គុណនឹង2នេះវាបានដក8វិញយើងយក x នេះយកមកគុណនឹង2បាន 2x យក x នេះមកគុណជាមួយនឹងដក4វាឲ្យផលមកដក 4x យើងស៊ីសងអានេះបញ្ចូលគ្នាយើងបានដក 2x នេះត្រឹមត្រូវអញ្ចឹងបើត្រឹមត្រូវយើងយកគូហ្នឹងដាក់ជាផលគុណកត្តាតែបើអត់ត្រឹមត្រូវទេយើងបំលែងបន្តទៀតណាបងប្អូនអញ្ចឹងអានេះយើងអាចសរសេរបានថា x នេះហើយដក4នេះកត្តា x ហើយបូក2បិទមកវិញស្មើនឹង0អញ្ចឹងយើងពិនិត្យមើលបន្តទៀតនោះយើងចាប់ផ្ដើមម្នាក់ឲ្យកត្តានីមួយស្មើមក0អញ្ចឹងនោះយើងនឹងអាចទាញបានថា x ដក4ស្មើនឹង0នាំឲ្យ x នេះដក4រុញឆ្លងមកនេះបានបូក4បាទអញ្ចឹងយើងចប់កត្តាទី1ចូលដល់កត្តានេះម្ដងគឺ x បូក2ស្មើនឹង0បាទបន្តមកទៀតយើងអាចទាញបានថា x នេះយើងទុកនៅដដែល2រុញឆ្លងមកបានដក2វិញអញ្ចឹងចម្លើយឃើញប៉ុណ្ណឹងបងប្អូនដូចនេះ x ស្មើនឹងដក2ហើយមួយទៀតគឺ4បាទនេះបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចប់លំហាត់ទី1ហើយយើងអាចចូលលំហាត់ទី2ហើយបើអត់ទាន់បងប្អូនអាច comment មកណាបងប្អូនណាបាទតោះឥឡូវយើងមើលលំហាត់លេខ2បន្តទៅទៀតមិនដែរយើងមើលលំហាត់លេខ2បន្តទៅទៀតបងប្អូនណាលំហាត់លេខ2យើងមាន x កត្តាជាមួយនឹង x ដក2ស្មើនឹង35បាទអញ្ចឹងអានេះដើម្បីធ្វើវាគឺយើងពន្លាតកន្សោមបងប្អូនណាពន្លាតកន្សោមមកហើយអញ្ចឹងខ្ញុំសូមសរសេរនៅខាងលើខាងក្រោមវាអស់ហើយនេះយើងអាចយក x គុណនឹង x យើងបាន
x ការ៉េយក x គុណនឹងដក2យើងបានដក 2x ហើយ35យើងរុញឆ្លងអង្មកបានដក35ស្មើនឹង0ចឹងយើងនៅតែប្រើគោលការណ៍នេះដដែលនេះគោលការណ៍នេះណាបងប្អូនពិនិត្យមើលទាំងអស់គ្នាបាទយើងមាន x ការ៉េហើយមួយទៀតគឺដក35ហើយចុងកតុយគឺដក 2x ចឹងយើងអាចយក x គុណនឹង x វាបាននេះ x គុណ x នេះបាន x ការ៉េដដែលណានឹងញែកអញ្ចឹងណាហើយមួយទៀតដក35យើងអាចថាដក7គុណនឹង5នេះយើងគុណចូលគ្នាមកឲ្យផលជា 5x នេះយើងគុណចូលគ្នាមកបានដក7x យើងស៊ីសងទៅបានដក 2x បងប្អូនណាអញ្ចឹងវាដូចខាងលើដែរបើដូចខាងលើគូរបស់វានេះ x ដក7ហើយគូរបស់វានេះគឺ x បូក5ណាអញ្ចឹងយើងបាន x ដក7កតា x បូក5បិទមកវិញស្មើនឹង0អញ្ចឹងយើងឲ្យកតានីមួយៗស្មើ0ណាឲ្យកតានីមួយៗស្មើ0តោះយើងមើលទាំងអស់គ្នានោះយើងអាចទាញបានថា x ដក7ស្មើ0នាំមកយើងអាចទាញមកនេះ x នេះនៅដដែល7ដក7រុញឆ្លងបូក7បានមួយទៀត x បូក5ស្មើនឹង0បាទអញ្ចឹងយើងអាចទាញរក x អញ្ចឹង x ស្មើនឹងនេះបូក5រុញឆ្លងដល់5អញ្ចឹងចម្លើយរបស់យើងដូចនេះ x មានចម្លើយ2ទី1គឺដក5មួយទៀតគឺ7បាទនេះរបស់យើងបាទហើយកុំភ្លេចណាបងប្អូនបើអត់ទាន់កន្លែងណាអាច comment បានបងប្អូនណាបាទតោះយើងបន្តទៅទៀតណាយើងពិនិត្យមើលទាំងអស់គ្នាបាទចំណុចទី3គឺយើងមាន 5x ការ៉េដល់45យើងដោះវាតាមដាក់ជាផលគុណកត្តាបើយើងដោះក្រៅពីហ្នឹងក៏អាចដោះចេញដែរបងប្អូនណាតែនៅពេលនេះយើងត្រូវការដោះតាមដាក់ជាផលគុណកត្តាអញ្ចឹងយើងអាចទាញ5នេះជាកត្តាយើងបាន x ការ៉េដដែល45ចែកនឹង5បាន9ណាស្មើនឹង0យើងបោះ5ឆ្លងទៅ5នៅខាងនេះគុណរុញឆ្លងចែកអញ្ចឹងអានេះយើងបាន x ការ៉េតែ9នេះយើងអាចទៅសេថា3ការ៉េអញ្ចឹងយើងបានបើយើងបោះឲ្យនេះទៅយើងដូរទៅជាចែកណាអញ្ចឹងបានប្រមាណបងប្អូននេះយក0ចែកនឹង5បាន0ឥឡូវអានេះចូលក្នុងរូបមន្តនៃគេបងប្អូនបាទរូបមន្តដែលចូលគឺរូបមន្ត a ការ៉េដល់ b ការ៉េវានឹងស្មើ a ដល់ b កតា a បូក b បាទនេះរូបមន្តដែលវាចូលបងប្អូនបាទអញ្ចឹង a របស់វាគឺ x ហើយដល់ b របស់វាគឺ3កតា a របស់វាគឺ x បូក b របស់វាគឺ3ស្មើនឹង0ឲ្យកតានីមួយស្មើ0អញ្ចឹងយើងពិនិត្យមើលនោះយើងឲ្យ x ដល់3ស្មើនឹង0នាំឲ្យ x ស្មើនៅខាងនេះវាដករុញឆ្លង
បូកនេះបានបូក3បាទតោះមួយទៀតគឺ x បូក3ស្មើ0នាំឲ្យ x ស្មើនេះនៅខាងនេះបូករុញឆ្លងដកនេះចឹងចម្លើយរបស់យើងដូចនេះx ស្មើនឹងដក3មួយទៀតគឺ3បាទនេះគឺជាចម្លើយរបស់យើងចូលដល់ទី4ណាទី4តោះពិនិត្យមើលទាំងអស់គ្នាបើអត់ទាន់យើងអាចខមមិនសួរបានបងប្អូនណាបាទតោះយើងមើលទី4បន្តទៅទៀត4របស់យើងមិនមែនដោះភ្លាមបានទេគឺយើងត្រូវការពន្លាតកន្សោមសិនបាទពន្លាតកន្សោមសិនណាបងប្អូនតោះឥឡូវយើងចាប់ផ្ដើមនេះ x គុណនឹង x បាន x ការ៉េ x គុណនឹង1បាន x ដដែលដក4គុណនឹង x បានដក 4x ដក4គុណនឹង1បានដក4ស្មើនេះខ្ញុំរុញពីឆ្លងមកនេះមកបានបូក4ស្មើនឹង0បាទយើងចាប់ផ្ដើមស៊ីសងបងប្អូនស៊ីសងវាមកបាទអានេះអត់អីស៊ីសងទេនៅដដែលអានេះស៊ីសងទៅយើងបានអីគេដក 3x អានេះស៊ីសងទៅបាន0អញ្ចឹងយើងដោះវាតាមលក្ខណៈឬការ៉េsorry ដោះតាមដាក់ជាផលគុណកត្តាអញ្ចឹងយើងដាក់ជាផលគុណកត្តាមកបងប្អូនណាដាក់ជាផលគុណកត្តាមកបាទអញ្ចឹងយើងទាញ x ណាទាញ x ជាកត្តាបងប្អូននេះទាញ x ជាកត្តាមក x ការ៉េនេះសល់តែ x ទេដក3ហើយកន្លែងនេះ x យើងទាញបាត់ហើយចឹងនៅសល់តែដក3ទេស្មើ0យើងឲ្យកត្តានីមួយស្មើ0ណានោះនេះ x នេះស្មើនឹង0ហើយអានេះគឺ x ដក3ស្មើនឹង0អញ្ចឹងយើងអាចទាញបានថា x ស្មើនឹងរុញឆ្លងដករុញឆ្លងបូក3អញ្ចឹងចម្លើយរបស់យើងមាន2ចម្លើយដូចនេះ x ស្មើនឹង0ហើយនឹងមួយទៀតគឺ3នេះចម្លើយរបស់យើងបាទយើងយកលំហាត់មួយទៀតចោះគឺលំហាត់លេខ5បងប្អូនបាទយើងយកលំហាត់លេខ5មួយទៀតចោះយើងបញ្ចប់វីដេអូរបស់យើងណាកុំឲ្យវែងពេកណាតោះមកមើលលំហាត់លេខ5ទាំងអស់គ្នាបាទលំហាត់លេខ5ហើយនិងលំហាត់លេខ4គឺដូចគ្នាទេបងប្អូនណាអញ្ចឹងយើងពិនិត្យមើលឥឡូវខ្ញុំចាប់ផ្ដើមធ្វើតែម្ដងមកបងប្អូនណានេះយើងយក x គុណនឹង x យើងបាន x ការ៉េ x គុណជាមួយនឹង4នេះយើងបាន 4x ដក2គុណនឹង x ដក 2x ដក2គុណនឹង4យើងបានដក8រុញ5នេះឆ្លងមកនេះដក5រុញឆ្លងមកបូក5ស្មើ0 x ការ៉េទុកនៅដដែល 4x ដក 2x ចេញបាន 2x ដក8បូក5បានដក3ស្មើនឹង0បាទអញ្ចឹងយើងដាក់ជាផលគុណកត្តាមកឥឡូវក្តារខៀនយើងរៀងពេញអញ្ចឹងខ្ញុំសូមដាក់ពីខាងក្រោមនេះហើយយើងจะតាមថាតែយើងគិតនៅกระดาษគិតលេខទៅបងប្អូនណាបាទខ្ញុំដាក់នៅកន្លែងនេះចុះអញ្ចឹងយើងពិនិត្យមើលកន្លែងនេះយើងដាក់x ការ៉េហើយកដានេះយើងដាក់ដក3ហើយនេះយើងដាក់ 2x សួរថាប្រមាណគុណនឹងប្រមាណដើម្បីបាន x ការ៉េនេះ
គឺយើងយក x គុណនឹង x បាន x ការ៉េបងប្អូនណាបន្តមកទៀត3យកប្រមាណគុណប្រមាណឲ្យចេញដក3បាទ sorry ដក3យកប្រមាណគុណប្រមាណឲ្យចេញដក3ជាយើងយក3គុណនឹងដក1ចុះអានេះយើងគុណទៅយើងបានផលវាដក x អានេះយើងគុណទៅយើងបានផលវា 3x យើងស៊ីសងទៅស្មើនឹង2x ឥឡូវយើងអាចដាក់ជាផលគុណកត្តាបានតាមរយៈអានេះហើយណាបងប្អូនអញ្ចឹងខ្ញុំសូមលុបមួយនេះចេញណាលុបអានេះចេញដើម្បីធ្វើចម្លើយបញ្ចប់លេខ5របស់យើងណាបាទចម្លើយបញ្ចប់លេខ5របស់យើងមកឥឡូវយើងពិនិត្យមើលអញ្ចឹងយើងអាចសរសេរបានថានេះ x បូក3កត្តានេះ x ដក1បិទក្រាប់ស្មើនឹង0អញ្ចឹងយើងអាចឲ្យកត្តានីមួយស្មើ0នោះយើងអាចសរសេរថា x បូក3ស្មើនឹង0ឥឡូវយើងដោះមកទាំងអស់គ្នាមកមើលទាំងអស់គ្នានេះ x នេះនៅដដែល3រុញឆ្លងដក3អញ្ចឹងយើងឃើញមួយនៅមួយកត្តាទៀតគឺ x ដក1ស្មើនឹង0អញ្ចឹងយើងបាន x ស្មើនឹងនេះដក1រុញឆ្លងមកខាងនេះបានបូក1បាទចម្លើយរបស់យើងបាទដូចនេះx ស្មើនឹងដក3ហើយ1បាទអញ្ចឹងលំហាត់នេះតាំងពីលំហាត់នេះនៅថ្នាក់ទី10បងប្អូនណាបងប្អូនដែលរៀនថ្នាក់ទី10តែលំហាត់ហ្នឹងក៏បងប្អូនថ្នាក់ទី8អាចមើលបានដែរដោយសារតែលំហាត់នេះដោះស្រាយសមីការតាមដាក់ជាផលគុណការកត្តាថ្នាក់ទី8ក៏មានដែរបងប្អូនណាបាទអញ្ចឹងយើងជួបគ្នាប៉ុណ្ណឹងបាទសុខសប្បាយសំណាងល្អបាយបាយ